បាទអានេះជាប្រភេទដៃស៊ីមីនឡាញមួយបាទដែលខ្ញុំនឹងបង្ហាញបងប្អូនដែលមានខ្សែកាត់ទទឹងដៃអញ្ចឹងបាទខ្ញុំគូររឿងខុសបន្តិចបាទហើយខ្សែជីវិតគាត់រឿងត្រង់បាទនោះដែលមានស៊ីមីនឡាញហើយខ្សែជីវិតត្រង់អញ្ចឹងគឺច្រើនតែមានអារម្មណ៍នឹងរឿងហាត់មានអារម្មណ៍តឹងតែងបាទអារម្មណ៍តឹងតែងអារម្មណ៍ច្បុកច្បល់ហើយពិបាកបាទនៅក្នុងការគ្រប់គ្រងអារម្មណ៍ដែរប៉ុន្តែចំណុចល្អដែលវាធ្វើឲ្យអារម្មណ៍របស់គាត់នឹងមិនសូវមួម៉ៅមិនសូវធុញថប់ឬក៏មិនសូវតឹងតែងដោយសារតែរំលងនៃខ្សែវាសនាគាត់បានដុសចេញផុតបាទមានន័យថាខ្សែវាសនារបស់គាត់នេះគឺនាំបញ្ហាឆ្លងកាត់បាទនៅទួលរាជៈនិងសត្វវៈនេះគឺធ្វើឲ្យបញ្ហានឹងធូរឬក៏ធ្វើអារម្មណ៍របស់គាត់នឹងមិនសូវតឹងតែងពេកវាដូចជាផ្ទះមួយដែលមាននៅផ្នែកអឺរ៉ុបគេច្រើនតែមានផ្ទះដែលមានឡនៅខាងក្នុងប៉ុន្តែវាខ្សែវាសនាវាជាបំពង់មួយសម្រាប់បង្ហុយផ្សែងឡើងទៅលើមានន័យថាក្នុងស្ថានភាពនៅក្នុងឡនោះក្តៅប៉ុណ្ណាក៏ដោយប៉ុន្តែវាអាចនឹងបន្ថយឬក៏មិនមានសម្ពាធខ្លាំងនៅពេលដែលមានបំពង់បង្ហុយផ្សែងនៅខាងលើអញ្ចឹងខ្សែវាសនាដែលឆ្លងកាត់នៅខ្សែស៊ីមីនឡាញនេះក៏វាអាចជួយមនុស្សនឹងដូចជាឡនៅក្នុងផ្ទះដែលមានបំពង់ផ្សែងនោះដែរបាទ